អត់មានសេចក្តីកំណាញ់មកតេតិនអីទេវាមានតែការដែលថាត្រូវបែងចែកទ្រព្យសម្បត្តិនឹងសម្រាប់រស់ដើម្បីចិញ្ចឹមសិលរស់ដើម្បីទំនុកបម្រុងសាសនាដោយការសិក្សារៀនសូត្រពុទ្ធវចនៈតែនឹងឲ្យថាតែមិនឲ្យនឹងដោយសេចក្តីកំណាញ់គឺអត់ទេគ្រាន់តែថាមានលក្ខណៈបែងចែកប៉ុណ្ណេះត្រូវឲ្យប៉ុណ្ណេះត្រូវទុកសម្រាប់រស់ប៉ុន្តែមិនមែនរស់ចិញ្ចឹមលោកភៈចិញ្ចឹមកិលេសទេរស់ចិញ្ចឹមសិលចិញ្ចឹមអប់រំនៅបញ្ញាអត់មានសេចក្តីកំណាញ់ចូលទៅទេក្នុងការបែងចែកទ្រព្យហ្នឹងមានលក្ខណៈនៃចិត្តអង្គអាចអញ្ចឹងណាហ្នឹងគឺក្នុងសម័យដែលមានសតិសម្បជញ្ញៈជ្រងចិត្តឡើងហើយក្នុងពេលហ្នឹងសភាពជាសុខចម្រើនឡើងហើយជាកម្លាំងក្នុងការសិក្សានៅធម្មៈនឹងតែម្ដងចឹងតតថានឹងបានកម្លាំងពីសភាពនៃចិត្តដែលព្រឹត្តទៅដោយក្តីជ្រះថ្លាក្នុងការស្ដាប់ធម៌ក្នុងការសន្ទនាធម៌បណ្ដេញអស់នៅការខ្ជិលការរួញរាការទម្លាក់ការងងុយងោកងក់អីនឹងបណ្ដេញចេញអស់ភ្លឺស្វាងជានិច្ចឃើញធម្មៈគ្រប់យ៉ាងជាអារម្មណ៍នៃបកម្មដ្ឋានហើយអារម្មណ៍នៃបកម្មដ្ឋាននឹងដូចជាដំបងមួយសម្ពួងកិលេសយ៉ាងណាចឹងអារម្មណ៍នៃបកម្មដ្ឋាននឹងចឹងតាមពិតជាធម្មៈមានជាប្រកដីមែនប៉ុន្តែដូចដំបងដែលព្រះដ៏មានពុភៈព្រះអង្គទ្រង់ប្រទានឲ្យអញ្ចឹងណាបើយើងមិនបានស្ដាប់ធម៌របស់ព្រះអង្គទេយើងអត់ដឹងធម្មៈជាប្រកដីនេះជាអារម្មណ៍នៃបកម្មដ្ឋានទេដល់ទៅព្រះអង្គទ្រង់ប្រទានពធទេសនាមកយើងបានអារម្មណ៍នៃបកម្មដ្ឋានធម្មៈដែលមានជាប្រកដីនឹងប៉ុន្តែคล้ายទៅជាដំបងដ៏ស័ក្តិសិទ្ធិក្នុងការវាយកំទេចនៅអាសេចក្តីសៅមងចិត្តនៅអវិជ្ជានៅសេចក្តីប្រាថ្នាដែលប្រព្រឹត្តទៅជាការខ្វាយខ្វល់ក្នុងโลกនេះគឺអារម្មណ៍នៃកម្មដ្ឋាននឹងតែហ្មងយ៉ាងធัวជាប្រកដីហ្នឹងព្រោះតែកាលណាជាអារម្មណ៍នៃប្រកម្មដ្ឋានគឺអារម្មណ៍របស់សតិបញ្ញាហើយគឺជាការកំចាត់បងនៅការវង្វេងក្នុងបដិបទាដែលជាមិច្ឆាបដិបទាហ្នឹងព្រះពុទ្ធសំដែងក្នុងបៃដកចឹងមិច្ឆាបដិបទាហ្នឹងដូច្នេះគឺមិច្ឆាបដិបទាហ្នឹងមានពិតប្រកបអញ្ចឹងបើយើងមិនសិក្សាឲ្យម៉ត់ចត់ទេកុំស្មានតែថាយើងនឹងរួចពីមិច្ឆាបដិបទានឹងបានដោយចៃដន្យឬក៏ដោយសំណាងអីណាមិនមែនចេះតែងាយរួចឯងទេតើតែត្រឹមត្រូវច្បាស់លាស់ទេណាបើមិនអញ្ចឹងទេគឺដើរទៅនៅក្នុងមិច្ឆាបដិបទានឹងសូម្បីតែជាកុសលក៏រាប់ចូលក្នុងមិច្ឆាបដិបទាដែរឲ្យទៅជាផ្លូវនៃភពឲ្យទៅជាផ្លូវនៃវត្តដាក់ក្នុងព្រះអង្គសម្ដែងក្នុងបដិបទាសូត្រចឹងវេដកលេខ31ហ្នឹងគឺប្រព្រឹត្តទៅដោយផ្លូវនៃភពផ្លូវនៃវត្តៈអភិសង្ខារនិងមិច្ឆាបដិបទាសម្មាបដិបទាគឺការកំណត់ដឹងធម្មៈដែលកំពុងប្រកបព្រឹត្តទៅទៅអាចរលត់នៅអវិជ្ជាបានការដែលមិនដឹងតាមសេចក្តីពិតហ្នឹងរឿងការដែលសេចក្តីប្រាថ្នាប្រព្រឹត្តទៅជ្រៅរោគអ្វីៗក្នុងភពគឺសុទ្ធតែប្រព្រឹត្តទៅដោយការមិនកំណត់ដឹងនៅធម្មៈដែលមិនមែនជាខ្លួនយើងហើយស្រេចនេះឯងចឹងអានឹងដែលប្រព្រឹត្តទៅជាការស្ដុកទៅជាការខ្វល់ទៅដើម្បីរកអ្វីៗឲ្យខ្លួនឯងជាអ្នកបានជាអ្នកសម្រេចនឹងប៉ុន្តែទីបំផុតធម្មៈដែលកំពុងប្រកបឥឡូវនេះអត់មានធម្មៈណាជាខ្លួនយើងហើយស្រេចមើលអញ្ចឹងទេខ្វល់មកសង្សារវដ្តក្នុងគំនិតល្ងងក្នុងគំនិតអវិជ្ជាហ្នឹងដែលចិត្តទៅនៅគ្រប់គ្រងដោយអវិជ្ជាហ្នឹងមកសង្សារវដ្តជារឿងខ្វល់ដោយគំនិតគិតខុសខ្លួនឯងហ្នឹងឯងចិត្តហ្នឹងតែដល់មកព្រះអង្គទ្រង់ប្រទានពធទេសនាធម្មៈដែលកំពុងមានជាប្រកដីហ្នឹងធម្មៈឯណានីមួយហ្នឹងមិនមែនជាខ្លួនយើងហើយស្រេចវាមានរឿងដែលត្រូវខ្វល់ឲ្យខ្លួនយើងហ្នឹងបានស្អីទៀតអញ្ចឹងមានតែការកំណត់ច្បាស់ឡើងទៅប៉ុណ្្នឹងឯងចឹងដូចជាក្នុងខណៈដែលកំពុងលឺនេះលឺហើយគិតនេះ
គឺណាមានជាសត្វជាបុគ្គលអីណាមកលឺព្រោះធាតុលឺអាការលឺហ្នឹងជាសភាវៈប្រកបឡើងជាតួធម្មៈហ្នឹងដល់តែការលឺហ្នឹងវាប្រកបជាធម្មៈមួយបែបច្បាស់អញ្ចឹងមកបានអ្នកលឺផ្សេងពីចិត្តលឺនឹងទៀតអត់មានបើវានៅតែមិនតាន់ប្រកបតួធម្មៈដែលដឹងនៅសំឡេងទេគឺនៅតែយើងលឺចឹងដល់ទៅប្រកបហ្នឹងណាធាតុដែលលឺហ្នឹងគឺដឹងសំឡេងហ្នឹងវាជារបស់ពិតមួយមិនមែនឃើញមិនមែនដឹងក្លិនមិនមែនដឹងក្តៅទេមិនមែនការស្រឡាញ់ការស្អប់ទេការដឹងសំឡេងហ្នឹងគឺជាធម្មៈមួយប្រភេទតែប៉ុណ្ណឹងអញ្ចឹងទៅអញ្ចឹងមានអ្នកណាមកលឺទៀតគឺអាហ្នឹងដែលជាការស្ដាប់យល់ហើយបដើមរឿយមករហូតជាការដែលយល់ដឹងប៉ុណ្ណឹងឲ្យមានឧបការៈគុណក្នុងការអប់រំចម្រើននៅសតិប្បដ្ឋានរហូតដល់ទៅបញ្ញាពលៈរហូតដល់ទៅសម្រេចអរិយមគ្គហ្នឹងគឺចាប់ផ្ដើមយល់អំពីដែលថាសភាវៈពិតដែលដឹងសម្លេងហ្នឹងគឺបានវាឃើញថាអត់មានអ្នកណាអ្នកឮផ្សេងអំពីសភាវៈហ្នឹងទេអាការគិតក៏ដូចគ្នាជាធម្មៈមួយបែបតែកើតឡើងគិតហើយរលត់ទៅអត់មានអ្នកគិតអីណាផ្សេងទៀតទេបានយល់ថាជីវិតគឺជាការបន្តគ្នានៃធម៌ទាំងអស់ហ្នឹងហើយដែលរស់នៅរាល់ថ្ងៃហ្នឹងគ្មានអ្នករស់នៅអីក្រៅតែពីធម៌ដែលបន្តគ្នានឹងទៀតទេអាហ្នឹងគឺច្បាស់លាស់ពីនឹងមកណាចឹងកណានឹងឲ្យគុណចាស់ទៅនាមសោបណថេរៈគង់នៅវត្តសវណ្ណបតុមចឹងគុណចាស់សវណ្ណបតុមច្រើនអង្គណាសាកសួរពីសតិប្បដ្ឋាននឹងឯងកាយវេទនាចិត្តធម៌ក៏បីបប្រតិបត្តិដូចម្ដេចហ្នឹងក៏គុណចាស់ស្ដាប់ក៏ប៉ុណ្ណឹងណាសិនទៅណាទៀតណាប្រសិទ្ធទៅចូលនៅក្នុងសតិប្បដ្ឋានហ្នឹងហើយណាកណាតពីមុនមកទៀតឲ្យតែគុណចាស់ឧស្សាហ៍សិក្សាចាប់យកសតិប្បដ្ឋានហ្នឹងអត់អីទេណាគឺគុណម្ចាស់យកការចេះដឹងមកជឿក្នុងសតិប្បដ្ឋានគឺបើកំណត់ទៅថាមិនជាយូរវែងអីទៅនោះទេគឺថាគុណចាស់នឹងបានជ្រាបដឹងឡើងចឹងអាហ្នឹងឲ្យតែគុណចាស់យកការចេះដឹងយកការចេះដឹងយកពីណាយកពីការសិក្សាពុទ្ធវចនៈនិងព្រះអត្ថកថាឲ្យត្រឹមត្រូវចឹងអត់មានតាក់ទិនណាអូស្ដាប់ពីនេះស្ដាប់ពីនោះគឺអត់ទេយកការសិក្សាប្រកបវិជ្ជានឹងឯងហើយមកជឿក្នុងសតិប្បដ្ឋាន4នេះនៅពីពុទ្ធធម៌នេះមិនមែនធម៌តាមគ្នាទេមិនមែនធម៌តាមលោកគ្រូតមកទេគឺជាធម៌ដែលបើថាតពីព្រះសម្មាសម្ពុទ្ធតពីព្រះអរហន្តហើយគឺជាធម៌ដែលមាននៅក្នុងគម្ពីរដែលព្រះអរហន្តបានរក្សាទុកមកណាហើយយកមកពិសោធន៍ជាក់ស្ដែងប្រកបវិជ្ជាបានមែនទេអញ្ចឹងណាហ្នឹងហើយទៀងផ្ទាត់ទៅនឹងការរលត់នៅកិលេសទៀងផ្ទាត់ទៅនឹងការដកអត្តានុទិដ្ឋិគឺថាបើបដិបទាមិនប្រព្រឹត្តទៅដើម្បីដកអត្តានុទិដ្ឋិដោយកម្លាំងនៃការដកគឺកំណត់ដឹងនៅធម្មៈហ្នឹងទេគឺអត់មានអីដកទេចេះតែថាដកតែមាត់ទេកម្លាំងនៃការដកព្រួយសមានអត្តានុទិដ្ឋិដែលសម្គាល់ថាជាយើងក្នុងធម្មៈហ្នឹងគឺការកំណត់នៅធម្មៈតាមសេចក្តីពិតហ្នឹងឯងមួយប្រភេទមួយលក្ខណៈញញោមកុំរំលងចោលពាក្យហ្នឹងមួយប្រភេទមួយលក្ខណៈគឺតលតែធម្មៈឯណានេះមួយប្រកបជាធម្មៈមួយមុខអញ្ចឹងមកតែម្ដងចឹងបើមិនអញ្ចឹងទេគឺវាគេហៅថាអារម្មណ៍ណាខណៈឬក៏កិច្ចខណៈឬក៏សមោហខណៈវាជាដុំហ្នឹងវានៅលើដូចជាកិច្ចខណៈអីចឹងវានៅខ្លួនយើងអ្នកធ្វើតួនាទីទាំងអស់យើងអ្នកឃើញហើយយើងនឹងអ្នកឮយើងអ្នកដឹងក្លិនយើងអ្នកដឹងរសយើងអ្នកដឹងក្តៅជាយើងអ្នកសុខយើងអ្នកទុក្ខវានៅខ្លួនយើងធ្វើកិច្ចទាំងអស់អញ្ចឹងអាហ្នឹងគេហៅថាកិច្ចខណៈប៉ុន្តែដល់ទៅសតិប្បដ្ឋានវាបំបែកអាហ្នឹងអាកិច្ចខណៈហ្នឹងទៅវាជាកិច្ចនីមួយកិច្ចឃើញគឺត្រឹមតែឃើញរូបហ្នឹងប៉ុណ្ណឹងទេជាសភាវៈដែលមានពិតដឹងរូបអារម្មណ៍ហ្នឹងអត់មានមកដឹងសម្លេងទេវាជានាមធម៌មួយប្រភេទ
ហើយកន្លងផុតទៅអញ្ចឹងអាការដែលដឹងសម្លេងហ្នឹងគឺជានាមធម៌មួយដែលឡែកផ្សេងទៀតមានសម្លេងជាអារម្មណ៍ឲ្យកើតឡើងប៉ុណ្ណឹងហើយរលត់ទៅអាការដឹងក្តៅផ្សេងអាការដឹងវិជ្ជាផ្សេងតើតែអញ្ចឹងច្បាស់ពីនឹងមកហើយដែរបានតែអត់មានសេចក្តីសម្គាល់ថាមានជើងជាអ្នកឃើញជាអ្នកឮអីឯណាផ្សេងទៀតទេចិត្តឃើញមានតែយើងអ្នកឃើញអត់មានចិត្តឮមានតែយើងអ្នកឮអត់មានតួអីមកឃើញមកឮជំនួសសភាវៈនឹងទេអាហ្នឹងឃើញហើយទៅផ្ទៀងផ្ទាត់ជាមួយនឹងការដកអត្តានុទិដ្ឋិជាមួយនឹងព្រះពុទ្ធដីកាហេតុត្រឹមតែអ្នកឃើញក្នុងរូបតែឃើញដោយព្រះពុទ្ធដីកាគឺសុទ្ធតែជាការសម្ដែងតួសភាវៈមួយប្រភេទមួយលក្ខណៈហ្នឹងកណាហើយគុណចាស់សីឡាននន់ហ្នឹងគឺសាកសួរពីរឿងចិត្តនៅណាហ្នឹងមួយហើយមួយទៀតគឺជួនពួកខ្លះពេលកើតទុកអស់ហើយណាហ្នឹងហើយរួចហើយហ្នឹងនេះគុណចាស់តានាមពឿនសុផាទាំងគង់នៅវត្តសវណ្ណបតុមភូមិបកមាសទៅគុណចាស់សវណ្ណបតុមថ្ងៃហ្នឹងព្រួតនេះសួរលោកគ្រូណាមួយនេះគឺម្ដាយម្នាក់ជាអ្នករសាសិលហើយគាត់នោះជាអ្នកទ្រុសនៅសិក្ខាបទទាំងឡាយហើយកូនបានយកចង្ហាន់មកជូនម្ដាយនោះតែកូននោះឧទ្ទិសចំពោះអ្នកមានសិលហើយម្ដាយនោះសម្គាល់ថាកូនយកចង្ហាន់នោះមកឲ្យខ្លួនហើយក៏បានពិសាទៅមកសំសួរគ្រូថាគាត់នឹងរាប់ចូលជាថៃបរិភោគដែរឬទេបណ្ណារឿងបញ្ហាជូនអីម្ដាយនឹងក៏ណាគួរតែប្ររពយកម្ដាយនឹងមកជាអារម្មណ៍ហើយជូនគាត់ណាត្រង់ដែលគាត់មានសិលក៏ម្ដាយអត់សិលក៏ម្ដាយយកម្ដាយនឹងមកជាអារម្មណ៍អញ្ចឹងទៅក្នុងការដែលជូននឹងណាហើយបើថាគិតពីរឿងនេះមានសិលទេក៏ប្រសងអញ្ចឹងទៅអានឹងអញ្ចឹងទៅនិយាយពីអ្នកជូននោះណាតែជាមួយនឹងម្ដាយគឺថាយកម្ដាយនឹងជាសំខាន់ហើយពុកនឹងជាព្រះអរហន្តរបស់កូននឹងស្រេចទៅហើយណាប៉ុន្តែបើតាមបញ្ហាដែលលើកយកមកនេះបើយើងឧទ្ទិសទៅក្នុងចិត្តរបស់យើងទេវាអត់មានបញ្ហាតាក់ទិនអីជាមួយនឹងម្ដាយនឹងទេណាបើគាត់ដឹងតែកូនជូនហើយគាត់ប្រសាអញ្ចឹងទៅហើយបញ្ហានឹងវាចិត្តតែមានអញ្ចឹងទៅប៉ុន្តែថាតាមពិតរឿងជាមួយនឹងឪពុកម្ដាយរឿងគាត់មានសិលអត់សិលក៏នៅដូចជាម្ដាយអញ្ចឹងពុកម្ដាយដូចគ្នាក្នុងការដែលយើងជូនអីគាត់យើងដឹងថាជាពុកម្ដាយនឹងយ៉ាងម៉េចតែយើងនៅជាមួយគាត់យើងដឹងហើយណាយើងមិនមែនទៅថាយើងធ្វើជាមួយពុកម្ដាយយើងថាជូនចំពោះលោកអ្នកមានសិលហើយចឹងទៅហើយយើងមិនដឹងយើងរស់នៅជាកូននឹងយើងមិនដឹងថាតើគាត់មានប្រក្តីប្រព្រឹត្តនឹងយ៉ាងណាបើយើងមានយករឿងដែលអ្នកមានសិលអីនឹងមកណាទៅណាច្រឡោកច្រឡំឲ្យយើងមានបញ្ហាអីជាមួយនឹងឪពុកម្ដាយវាសំខាន់គឺប្ររពយកពុកម្ដាយដែលជាអ្នកមានគុណជាចំបីបាច់ថែរក្សាសពគ្រប់នឹងឯងគុណអណៃអណន់នឹងឯងមកជាអារម្មណ៍ឲ្យជូនគាត់ទៅបើគាត់អត់មានសិលទេវារឹងរឹតតែមេត្តាករុណាទៅបើថាកូននឹងឯងបានជ្រាបពីតម្លៃរបស់សិលហ្នឹងគឺតែមានតែចិត្តនឹងឯងអាណិតណាចង់ធ្វើយ៉ាងម៉េចឲ្យគាត់មានសិលនឹងចឹងទៅទៀតរកសម្លេងពធឬក៏និមន្តប្រសង់អីហ្នឹងមកណាឲ្យគាត់បានធ្វើសង្ឃទានអីចឹងទៅអរតនីពធកន្លះម៉ោងអីចឹងទៅហើយគាត់បានស្ដាប់ទៅហើយទំនុកបំរុងគាត់ឲ្យយ៉ាងក្រៃលែងទៅណាដើម្បីឲ្យគាត់បានធូរស្បើយពីការខ្វាយខ្វល់ផ្សេងសទ្ធាចម្រើនឡើងឲ្យមានសិលចឹងទៅគាត់មានសិលគាត់សម្រេចបុណ្យកុសលទៅគាត់ចាកលោកនឹងទៅកូនចៅនឹងសង្ឃឹមសប្បាយចិត្តថាបុណ្យកុសលនឹងជូនដំណើរគាត់ណាជំនួសយើងណា
ពួកយើងអត់ជូនដំណើរគាត់បានទេហ្នឹងវាមានតែអញ្ចឹងឯងជាមួយនឹងម៉ែឪនោះអត់មានមកបញ្ហាអីដូចយើងធ្វើទានជាមួយគ្នានឹងព្រះសង្ឃដែលធម្មតាតែព្រះសង្ឃគឺតាំងនៅក្នុងភាពដែលថាជាអ្នកបួសមានសិលដល់ទៅអត់សិលអានឹងបានទៅជាថយបរិភោគពីព្រោះគេដឹងថាព្រះសង្ឃហ្នឹងគឺជាអ្នកបួសមានសិលអានឹងបាននិយាយពីរឿងថយបរិភោគត្រង់ដែលថាជាអ្នកអត់សិលអញ្ចឹងគឺត្រូវនិយាយជាមួយព្រះសង្ឃតែនិយាយជាមួយមេត្តាបិតាគឺយកមេត្តាបិតានឹងឯងមកជាទីតាំងនឹងអញ្ចឹងទៅហ្នឹងប៉ុណ្្នឹងឯង